ឲ្យអត្ថភាពទៅលើពីររឿងសំខាន់បើសិនជាបងប្អូនចង់កែបញ្ហាតទៅនឹងការឡើងឈាមឬក៏មានបញ្ហាតទៅនឹងជំងឺសម្ពាធឈាមបងប្អូនអ្នកគ្នាកុំភ្លេចចូលស្ដាប់ហើយយកទៅអនុវត្តទាំងអស់គ្នាការឲ្យអត្ថភាពទី1គឺការកំណត់របបអាហារតទៅជាមួយនឹងរបបអាហារសម្រាប់បងប្អូនដែលកំពុងតែមានបញ្ហាឡើងឈាមក៏ដូចជាមានបញ្ហាសម្ពាធឈាមនឹងរឿងទី1បងប្អូនត្រូវកំណត់ថានៅក្នុងចានអាហារបងប្អូនរាល់ថ្ងៃជាតិសូដ្យូមទាបមែនតើឬក៏ជាតិអំបិលនឹងកុំឲ្យមានឡើងខ្ពស់ព្រោះនៅខាងប៉ែអាស៊ីរបស់យើងនេះដោយលោកគ្រូវិជ្ជបណ្ឌិតគួយមិញលីគឺគាត់តែងតែមានប្រសាសន៍ថានៅខាងអាស៊ីយើងសម្បូរអ្នកមានបញ្ហាឡើងសម្ពាធឈាមដោយសារអីរបបអាហារដែលយើងញ៉ាំរាល់ថ្ងៃនេះគឺសម្បូរទៅដោយជាតិសូដ្យូមនឹងខ្ពស់ឬគេហៅថាពពុះអំបិលនឹងច្រើនដែលអាហារមួយចំនួនបងប្អូនដឹងហើយនៅខាងអាស៊ីយើងភាគច្រើនគឺយើងចូលចិត្តរបស់អាហារផ្អាប់មានដូចជាប្រហុកមានដូចជាពពុះផ្អកមានដូចជាជ្រក់អីហ្នឹងអាហារទាំងអស់ហ្នឹងគឺយើងប្រើអំបិលច្រើនដើម្បីរក្សាគុណភាពពេលណាបងប្អូនញ៉ាំរបស់ដែលមានរសជាតិប្រៃនឹងចូលច្រើនសរីរាង្គក៏ដូចជាសរសៃឈាមបងប្អូនចាប់ផ្ដើមមានបញ្ហាតទៅនឹងសម្ពាធឈាមហើយបងប្អូនដែលកំពុងតែមានបញ្ហាសម្ពាធឈាមឡើងខ្ពស់អីហ្នឹងព្យាយាមកំណត់អាហារធ្វើម៉េចកុំឲ្យញ៉ាំប្រៃរសជាតិបានល្មមដែលបងប្អូនអាចទទួលយកបានពេលដែលបងប្អូនញ៉ាំប្រៃចូលភ្លាមបងប្អូនចាប់ផ្ដើមមានបញ្ហារោគចង្កចាប់ផ្ដើមមានអារម្មណ៍អត់សូវសនុកខ្លួនជាពិសេសបងប្អូនដែលចូលចិត្តប្រហុកចូលចិត្តផ្អកដែលជាប្រចាំហ្នឹងបងប្អូនញ៉ាំទៅគឺមានហានិភ័យខ្ពស់មែនទែនសម្រាប់បងប្អូនដែលកំពុងតែមានបញ្ហាសម្ពាធឈាមហ្នឹងឯងទទួលស្គាល់ថាប្រជាពលរដ្ឋក៏ដូចជាបងប្អូនភាគច្រើនគឺចូលចិត្តប្រហុកផ្អកហ្នឹងជារបស់ដែលឆ្ងាញ់សម្រាប់ប្រទេសកម្ពុជារបស់យើងហើយប៉ុន្តែបើសិនជាបងប្អូនកំពុងតែមានបញ្ហាប្រឈមការឡើងសម្ពាធឈាមជាកាត់បន្ថយកុំញ៉ាំច្រើនពេកបើអាចយូរម្ដងហ្នឹងបានហើយកុំបងប្អូនញ៉ាំញឹកញាប់ឬក៏ញ៉ាំច្រើនដងហ្នឹងវាប៉ះពាល់ទៅលើសរសៃឈាមបងប្អូនហ្នឹងខ្លាំងមែនទែនអ្វីដែលបងប្អូនគួរតែបន្ថែមចូលទៅក្នុងរាងកាយគឺពពុះបន្លែធម្មជាតិបើសិនជាបងប្អូននៅតាមស្រុកស្រែចម្ការមានបន្លែមានតាមរបងផ្ទះអីហ្នឹងគឺល្អខ្លាំងមែនទែនសម្រាប់ការដែលយើងញ៉ាំថែទាំសុខភាពជាពិសេសសរសៃឈាមបងប្អូនហើយមួយវិញទៀតបងប្អូនកុំភ្លេចបន្ថែមនៅពពុះផ្លែឈើក៏ដូចជាពពុះគ្រាប់ធញ្ញជាតិចូលក្នុងរាងកាយដើម្បីឲ្យបងប្អូនទទួលបាននូវខ្លាញ់ល្អបន្ថែមចូលទៅក្នុងរាងកាយទី2គឺឲ្យអត្ថប្រយោជន៍ទៅលើការហាត់ប្រាណជាប្រចាំយ៉ាងតិចក៏បាន30នាទីដែរនៅក្នុងមួយថ្ងៃតើនៅការហាត់ប្រាណគឺវាជួយសុខភាពបងប្អូនគឺល្អខ្លាំងមែនទែនជាពិសេសបងប្អូនដែលកំពុងតែមានបញ្ហាសម្ពាធឈាមហ្នឹងគឺធ្វើម៉េចដាក់គោលដៅនៅក្នុងការហាត់ប្រាណឲ្យបានជាប្រចាំព្រោះការហាត់ប្រាណគឺវាជួយសុខភាពបងប្អូនគឺច្រើនមែនទែនវាជួយសម្រួលខ្សែឈាមវាជួយចលនាបេះដូងបងប្អូនឲ្យដើរស្រួលវាជួយទៅលើការគេងបងប្អូនបានស្ងប់វាជួយទៅលើសុខភាពខួរក្បាលបងប្អូនគឺបានល្អប្រសើរបើសិនជាបងប្អូនទាំងអស់គ្នាស្រឡាញ់សុខភាពចង់ថែទាំសរសៃឈាមកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយហ្នឹងយកអត្ថប្រយោជន៍ទាំងពីរហ្នឹងយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពល្អបងប្អូនអ្នកកុំភ្លេចជួយចែកចម្លែកវីដេអូហ្នឹងម្នាក់មួយផងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវព័ត៌មានហ្នឹងគ្រប់គ្នាហើយជូនពរឲ្យបងប្អូនអ្នកសុខសប្បាយសុខភាពល្អរស់ចាកឆ្ងាយពីបញ្ហាសម្ពាធឈាមទាំងអស់គ្នា